រៀបថ្ងៃនេះដែរអ្នកខ្ញុំបានពំនាំយកនៅយុទ្ធវិធីដ៏សំខាន់មួយដែលមានឈ្មោះថាយុទ្ធវិធី60 seconds snowboard toast មកបង្ហាញជូនលោកគ្រូអ្នកគ្រូនិងអ្នកសិក្សាទាំងអស់គ្នាចាស់ដែលយុទ្ធវិធី60 seconds snowboard toast គឺជាយុទ្ធវិធីសិក្សាអន្តរកម្មរហ័សដែលបង្កើតឡើងដើម្បីឲ្យសិស្សចូលរួមនៅក្នុងការគិតឆ្លើយតបហើយនិងបំផុសគំនិតចាដែលយុទ្ធវិធី60 seconds snowboard toast មាន5សកម្មភាពលម្អិតនិងចម្បងចាទី1គ្រូគាត់ជាអ្នកដាក់ប្រធានបទឬក៏សំណួរដោយមិនកំណត់អាស្រ័យទៅលើគ្រូជាអ្នកដាក់អាចដាក់ជាមួយសំណួរពីរសំណួរឬក៏ប្រធានបទដែលគាត់ចង់ដាក់ចាបន្ទាប់មកទៀតចំណុចទី2គឺគ្រូគាត់ឲ្យសិស្សសរសេរអំពីគំនិតរបស់ខ្លួនចូលទៅក្នុងក្រដាសរៀងខ្លួនចាចំណុចសំខាន់ទី3គ្រូគាត់ឲ្យសិស្សនាំគ្នាមូលក្រដាសឬមូលចម្លើយពីអ្វីដែលគាត់បានសរសេរហើយគាត់គប់គ្នារយៈពេល1នាទីចាសិស្សគាត់គប់គ្នារយៈពេល1នាទីហើយសិស្សត្រូវរើក្រដាសដែលគាត់បានគប់គ្នានោះដើម្បីយកមកឆ្លើយចម្លើយដែលពួកគេបានរើចាដើម្បីឲ្យលោកគ្រូអ្នកគ្រូនិងអ្នកសិក្សាទាំងអស់គ្នាបានយល់ច្បាស់លម្អិតអំពីយុទ្ធវិធី60 seconds snowboard toast ចូលសូមអញ្ជើញលោកគ្រូអ្នកគ្រូនិងអ្នកសិក្សាទាំងអស់គ្នាទៅទស្សនានៅសកម្មភាពអនុវត្តទាំងអស់គ្នាចានេះគឺជាវីដេអូដែលបង្ហាញអំពីការអនុវត្តសកម្មភាពចាយុទ្ធវិធី60 seconds snowboard toast ចានៅក្នុងថ្នាក់រៀនចាដែលគ្រូគាត់បានពន្យល់ណែនាំទៅកាន់សិស្សចាជាវិធីដំបូងដែលគ្រូអាចរៀបរាប់ចាថាតើយុទ្ធវិធីនេះគេធ្វើអ្វីខ្លះចាបន្ទាប់មកគ្រូអាចដាក់ជាប្រធានបទឬក៏សំណួរដោយមិនកំណត់ចាអាស្រ័យទៅលើគ្រូចង់ដាក់អាច1ទៅ2សំណួរឬក៏ប្រធានបទ1ទៅ2ចាដើម្បីឲ្យសិស្សគាត់ពិនិត្យហើយនឹងឆ្លើយចាបន្ទាប់មកគ្រូក៏បានណែនាំទៅកាន់សិស្សបន្ថែមចាថាសំណួរនឹងគេចង់សួរទៅលើអ្វីហើយគ្រូបានចែកក្រដាសឲ្យសិស្សចំនួនម្នាក់មួយសន្លឹកម្នាក់មួយសន្លឹកចាដើម្បីឲ្យសិស្សសរសេរអំពីគំនិតឬក៏ចម្លើយរបស់ខ្លួនចូលទៅក្នុងក្រដាសរៀងខ្លួនដោយមិនឲ្យចម្លងគ្នាជាដាច់ខាតចាបន្ទាប់ពីសិស្សគាត់បានយល់នៅអ្វីដែលគ្រូបានឲ្យគាត់ធ្វើចាគាត់បានចាប់ផ្ដើមចាសរសេរគំនិតឬក៏ចម្លើយរបស់ខ្លួនចូលទៅក្នុងក្រដាសរៀងខ្លួនចាដោយប្រើរយៈពេល1នាទីឬក៏ស្មើនឹង60 second ចាគាត់ចាប់ផ្ដើមសរសេរដោយយកចិត្តទុកដាក់ហើយមិនមានការងាកមើលឬក៏ចម្លងគ្នានោះទេចាក្នុងកំឡុងពេលដែលសិស្សគាត់បានសរសេរចាគ្រូក៏បានដើរជួយសម្របសម្រួលនិងពិនិត្យមើលចាទៅលើសិស្សក្រែងលើសិស្សគាត់មានងាកមើលគ្នាឬក៏ចម្លងគ្នាជាដើមចាក្រោយពីសិស្សគាត់បានសរសេរចប់សពគ្រប់ហើយគ្រូគាត់បានណែនាំឲ្យសិស្សចាមូលនៅចម្លើយនៅលើក្រដាសដែលគាត់បានសរសេរចាមូលជាដុំមូលដូចបាល់ចាហើយគ្រូក៏បានលើកបង្ហាញទៅកាន់សិស្សហើយសិស្សក៏បានលើកបង្ហាញមកកាន់គ្រូដូចគ្នាចាហើយគ្រូបានឲ្យសិស្សមកឈរជុំគ្នាជារង្វង់ហើយធ្វើសកម្មភាពចាគប់ដុំបាល់នោះទៅកាន់គ្នាទៅវិញទៅមកចាដោយប្រើរយៈពេល1នាទីចាគាត់ចាប់ផ្ដើមសកម្មភាពនៃការគប់គ្នាទៅវិញទៅមកចាវាអាចបង្កើនបរិយាកាសសប្បាយរីករាយនៅក្នុងថ្នាក់ហើយធ្វើឲ្យមានភាពរស់រវើកនៅក្នុងថ្នាក់រៀនផងដែរចារយៈពេល1នាទីចាក៏បានខិតជិតមកដល់គ្រូក៏បានបញ្ឈប់សកម្មភាពនៃការគប់គ្នាចាហើយឲ្យសិស្សមកឈរជារង្វង់ហើយសិស្សក៏មានដុំបាល់ចំនួន1ម្នាក់ដែលគាត់បានរើសទុកចាបន្ទាប់មកគ្រូអាចហៅសិស្សចា2ទៅ3នាក់ឬ4ទៅ5នាក់ដើម្បីឲ្យគាត់អាននៅចម្លើយចាផ្សេងចម្លើយដែលមិត្តភ័ក្តិរបស់គាត់បានសរសេរចារាយរាប់ទៅកាន់មិត្តរួមក្នុងថ្នាក់ចាហើយគាត់អាចដឹងថាចម្លើយរបស់មិត្តភ័ក្តិគាត់ចាអាចមានគំនិតខុសគ្នាពីចម្លើយរបស់គាត់ចាគ្រូក៏បានសម្របសម្រួលចម្លើយចាលោកគ្រូអ្នកគ្រូនិងអ្នកសិក្សាទាំងអស់គ្នាពិតជាបានទស្សនាវីដេអូនេះរួចហើយថាមែនទេចាលោកគ្រូអ្នកគ្រូនិងអ្នកសិក្សាទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាដែរក្រោយពីបានទស្សនានៅយុទ្ធវិធី60 seconds snowboard toast ចាពិតប្រាកដណាស់យុទ្ធវិធីនេះគឺមិនត្រឹមតែបង្កើនឲ្យសិស្សចូលរួមនៅក្នុងការគិតបំផុសគំនិតប៉ុណ្ណឹងទេប៉ុន្តែអាចបង្កើតនៅបរិយាកាសរីករាយដោយសិស្សគាត់អាចមូលក្រដាសចម្លើយរបស់គាត់ហើយគាត់គប់គ្នាទៅវិញទៅមកមិនត្រឹមតែប៉ុណ្ណោះសិស្សគាត់អាចមានសកម្មភាពចូលរួមលេងកម្សាន្តហើយនឹងបង្កើនភាពសប្បាយរីករាយថែមទៀតផងចាយុទ្ធវិធីនៅថ្ងៃនេះគឺមានតែប៉ុណ្ណេះសូមអរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះ